ជំរាបសួរក៏ដូចជាសួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ Study Buddy នៅក្នុងវីដេអូមួយនេះ Study Buddy ធ្វើឡើងជាពិសេសជូនអ្នកដែលគាត់នឹងត្រៀមប្រឡងថ្នាក់ទី12ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយវីដេអូមួយនេះគឺយើងនឹងធ្វើទៅលើវិញ្ញាសាចាស់ៗពីមុនមកដែលអ្នកដែលគាត់ប្រឡងទី12ឆ្នាំមុនធ្លាប់ប្រឡងអញ្ចឹងយើងនឹងកែវិញ្ញាសាចាស់ៗ10ឆ្នាំចុងក្រោយហើយវីដេអូមួយនេះគឺយើងនឹងធ្វើផ្ដោតទៅលើ reading part បានន័យផ្នែកអំណាននៃវិញ្ញាសាអង់គ្លេសក្នុងឆ្នាំ2014លើកទី1ណា2014លើកទី1ហើយ reading មួយនេះគឺផ្ដោតទៅលើ election ការបោះឆ្នោតណាតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងទៅមើលអំណានមួយហ្នឹង reading មួយហ្នឹងហើយយើងនឹងធ្វើជូនអ្នកនរគ្នាអញ្ចឹងរឿងដែលសំខាន់ដែលអ្នកនរគ្នាអាចមើលរំលងបានគឺ instruction ធ្វើអីក៏ដោយ reading ក៏ដោយ grammar ក៏ដោយ vocab ក៏ដោយ writing ក៏ដោយការអាន instruction គឺសំខាន់ណាការអាន instruction គឺសំខាន់អញ្ចឹង instruction គេថា read the text អានអត្ថបទហ្នឹងមកនេះណាហើយ fill gap ណាអត្ថបទហ្នឹងមានចន្លោះយើងត្រូវបំពេញដោយប្រើពាក្យនៅក្នុងប្រអប់ណាប្រើពាក្យប្រអប់ហ្នឹងមក gap 1 was done as an example អញ្ចឹងទី1ហ្នឹងគេធ្វើហើយអញ្ចឹងមិនខ្វល់ទៀតទេណាតោះអញ្ចឹងយើងអានដល់ពេលយើងអាន instruction ហើយយើងយល់យើងចាប់ផ្ដើមអានបានហើយ People sometimes try to predict result of an election week before it take place បានន័យថាយើងឬក៏មនុស្សទូទៅនឹងចាប់ផ្ដើមទស្សន៍ទាយព្យាយាមទស្សន៍ទាយមើលថាលទ្ធផលនៃការបោះឆ្នោតអាណត្តិហ្នឹងយ៉ាងម៉េចដែរណារាប់សប្តាហ៍មុនពេលដែរការបោះឆ្នោតហ្នឹងកើតឡើងទៀតអូខេគេគិតទស្សន៍ទាយបែបម៉េចយើងអានបន្ត several hundreds people are asked which party they prefer អញ្ចឹងបានន័យថាមនុស្សរាប់រយនាក់ត្រូវបានសួរថាអូចូលចិត្តគណៈបកណាណា party កន្លែងហ្នឹងគឺគណៈបកណាដោយសារតែបរិបទរបស់យើងគឺតាក់ទងមួយការបោះឆ្នោតមិនមែនពិធីជប់លៀងទេ and their answers are used to guess អូខេអញ្ចឹងចម្លើយដែលគាត់ផ្ដល់ឲ្យហ្នឹងគឺយកមកទស្សន៍ទាយអីគេស្អីគេទស្សន៍ទាយអីគេនៃ coming election ទស្សន៍ទាយលទ្ធផលហើយណាអញ្ចឹង result អញ្ចឹងនៅពេលយើងដឹងអាហ្នឹងយើងឈប់អាហ្នឹងចោលទៅណា this is called ហើយអាការធ្វើអញ្ចឹងគេហៅគេហៅថា opinion poll ណាបានន័យថាការធ្វើប្រជាមតិចង់ដឹងថាអូប្រជាជនរបស់យើងឬក៏មនុស្សទូទៅហ្នឹងគាត់ស្រឡាញ់គណៈបកណាច្រើនជាងគណៈបកណា meanwhile គណៈពេលហ្នឹងដែរ each party conducts it អូខេបន្ទាប់គណៈពេលហ្នឹងគណៈបកនីមួយគាត់ធ្វើអីគេមុនពេលបោះឆ្នោតគេធ្វើអីគេធ្វើយុទ្ធនាការបោះឆ្នោត election campaign ណាអញ្ចឹងយើងសរសេរមក election campaign ណាគេធ្វើយុទ្ធនាការបោះឆ្នោតតាមរយៈអីគេខ្លះនេះការជួបជុំ meeting ការgive speech ការនិយាយឬក៏ផ្សព្វផ្សាយអំពីគោលនយោបាយរបស់បកអីចឹងទៅ television commercials ការផ្សព្វផ្សាយតាមទូរទស្សន៍ហើយ party members going from door to door encouraging people to អីគេដែល party ទៅដល់ចុះទៅដល់ឃុំស្រុកមុខផ្ទះដល់ផ្ទះប្រជាពលរដ្ឋដើម្បីអីគេដើម្បីសុំឲ្យប្រជាពលរដ្ឋគាំទ្រណា support their party in Cambodia នៅប្រទេសកម្ពុជាវិញ everyone over 18 កន្លែងហ្នឹងគឺគេចង់និយាយអំពីអាយុអ្នកដែលមានអាយុលើសពី18ឆ្នាំគឺមានសិទ្ធិក្នុងការបោះឆ្នោត is eligible to vote ណាមានសិទ្ធិក្នុងការបោះឆ្នោត the place where people go to vote is in an election is called កន្លែងដែលគាត់ទៅបោះឆ្នោតគេហៅថាមណ្ឌលឬក៏ភាសាអង់គ្លេសនេះshort eligible short support គេហៅថា polling station ណាមណ្ឌលបោះឆ្នោតអូខេ polling station
and the day of election is often known as polling day ថ្ងៃបោះឆ្នោតណា polling day the voters អ្នកបោះឆ្នោត put their votes in គាត់ដាក់ស្លឹកឆ្នោតរបស់គាត់នៅក្នុងប្រអប់ឆ្នោតឬក៏ប្រអប់សម្ងាត់ណា ballot box and later they are counted ហើយក្រោយមកអាសបត់ឆ្នោតហ្នឹងស្លឹកឆ្នោតហ្នឹងគឺត្រូវបានគេរាប់ the candidate បានន័យថាបេក្ខជនដែលគាត់ចូលឈ្មោះឲ្យគេបោះឆ្នោតជូនហ្នឹងគឺ with the most vote ជាមួយនឹងសម្លេងគាំទ្រច្រើនជាងគេ is then declare បានន័យថាប្រកាសថាជាអ្នកឈ្នះ winner អញ្ចឹងនេះគឺជា reading នៃវិញ្ញាសាភាសាអង់គ្លេសឆ្នាំ2014លើកទី1មិនដែរអ្នកនរអគ្នាមិនដែរសួរឬក៏ពិបាកអញ្ចឹងសម្រាប់ខ្ញុំគិតថា it's okay ហើយចំពោះអ្នកនរគ្នាគិតមិនដែរណាហ្នឹងហើយអញ្ចឹងយើងអត់មានអីទេអ្នកដែលគាត់ហ៊ានធៀមប្រឡងទី12 complete តាមដាន study buddy ផងយើងនឹងធ្វើវីដេអូក្រោយៗទៀតទៅលើ grammar ទៅលើ vocab ទៅលើ writing អីចឹងទៅដើម្បីចែកជូនអ្នកនរគ្នាដែរអូខេអរគុណច្រើនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ